ជំរាបសួរខ្ញុំឈ្មោះហនថារីខ្ញុំមានអាយុ30ឆ្នាំខ្ញុំកម្មករនៅលោកឥណ្ឌាយខ្ញុំមានកូនចំនួន5នាក់ស្រី3ប្រុស2រាល់ថ្ងៃកូនខ្ញុំបានទៅរៀន3នាក់ដោយសារ2នាក់ទៀតអត់ទាន់គ្រប់អាយុហើយផលលំបាករបស់ខ្ញុំដោយសារជីវភាពរៀនខ្វះខាតត្រូវប្រគំកូនទៅរៀនប៉ុន្តែទោះជាយ៉ាងណាក៏ខ្ញុំនៅតែខំតស៊ូឲ្យកូនខ្ញុំទៅរៀនដែរមួយទៀតខ្ញុំក៏សូមអរគុណដល់ខាងអង្គការកម្រិតកុមារដែលគាត់បានផ្ដល់ជាសម្ភារៈសិក្សានិងសម្ភារៈបំពាក់កតាបសិភៅអីហ្នឹងគឺគាត់បានផ្ដល់ជារៀងរាល់ឆ្នាំទៅដល់កូនខ្ញុំអញ្ចឹងធ្វើឲ្យខ្ញុំហ្នឹងធូរស្បើយបានខ្លះដែរហើយតាំងពីកូនបានបញ្ជូនកូនទៅរៀននៅសាលាមកឃើញថាកូនខ្ញុំចេះអានសរសេរបានល្អនិងចេះដឹងជួយទុតិយការងារពុកម្ដាយហើយគិតថាកូនខ្ញុំខំប្រឹងប្រែងរៀនសូត្រដើម្បីឲ្យអនាគតទៅអាចមានការងារល្អធ្វើនិងជួយដល់សង្គមជាតិហើយជាចុងក្រោយក៏សូមអរគុណដល់អង្គការគំនិតកុមារដែលបានឧបត្ថម្ភសម្ភារៈសិក្សានិងខោអាវដូចជាកតាបសិភៅដល់កូនខ្ញុំបាទនិងសូមសំណូមពរឲ្យអង្គការគំនិតកុមារទៅបន្តឲ្យបានយូរដើម្បីជួយដល់ក្មេងៗក្នុងលោកអត់ពិសេសនៅតាមស្រុកភូមិនានាឲ្យបានច្រើនបន្តទៅមុខទៀតឈ្មោះសៃពៅមានអាយុ28ឆ្នាំមានកូន2នាក់រៀននៅសាលាជាទារាល់ថ្ងៃគឺខ្ញុំលំបាកប៉ុណ្ណានៅតកស៊ូដើម្បីកូនបានរៀនដើម្បីចេះហើយអរគុណដល់អង្គការគំនិតកុមារដែលជួយឧបត្ថម្ភដល់កូនខ្ញុំរាល់ឆ្នាំនៅក្នុងក្នុងឡនទាំងអស់ចុងក្រោយខ្ញុំសូមឲ្យអង្គការគំនិតកុមារជួយរហូតតសិក្សាដល់ចប់ក៏បានដែរឲ្យទៅកូនខ្ញុំមានចេះសូមអរគុណចា៎